ពេលដែលនិយាយដល់ជំនាញទុនណាស្ដាប់ទៅទលាយមែនតែនបងប្អូនដែលចាប់អារម្មណ៍ចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅរដ្ឋាភិបាលឃើញវគ្គជំនាញទុនហ្នឹងក៏ឆ្ងល់ច្រើនដែរអញ្ចឹងខ្ញុំយកឱកាសហ្នឹងបញ្ជាក់ជូនជំនាញទុនយើងពិតជាទលាយប៉ុន្តែវគ្គ2ថ្ងៃដែលយើងរៀននៅរដ្ឋាភិបាលហ្នឹងយើងនឹងផ្ដោតទៅលើការកំណត់គោលដៅជីវិតឲ្យច្បាស់លាស់យើងនឹងផ្ដោតទៅលើការកំណត់ភាពច្បាស់លាស់នៃអាជីពរបស់បងប្អូនទាំងអស់គ្នាឧទាហរណ៍ឥឡូវបើបងប្អូនជាម្ចាស់អាជីវកម្មជំហរអាជីវកម្មបងប្អូនរឹងមាំប៉ុណ្ណាចុះបើប្រឈមជាមួយនឹងបញ្ហាចេះតែកើតមានរហូតពីមួយទៅមួយដោយមិនមានភាពច្បាស់លាស់ណាមួយតទៅសោះតើបងប្អូនមានភាពរឹងមាំមានទំនុកចិត្តមានរបៀបនៅក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈមនឹងដោយរបៀបណានឹងគឺតាក់ទងជាមួយម្ចាស់អាជីវកម្មចុះបើបងប្អូនជាអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបច្ចុប្បន្នធ្វើម៉េចឲ្យការងាររបស់បងប្អូនរលូនធ្វើម៉េចឲ្យលទ្ធផលដែលបងប្អូនអាចបង្កើតសម្រាប់ស្ថាប័នរបស់បងប្អូនហ្នឹងជាលទ្ធផលដែលត្រូវទៅនឹងការរំពឹងទុករបស់ស្ថាប័នម្ចាស់អាជីវកម្មគេធ្វើការអីយើងក្នុងនាមជាបុគ្គលិកធ្វើយ៉ាងណាឲ្យទៅជាបុគ្គលិកឆ្នើមតើការប្រស័យតាក់ទងនៅក្នុងក្រុមការងារមិនដែរបើយើងជាបុគ្គលស្វ័យនិយោជជាអ្នកធ្វើការម្នាក់ឯងអ្វីគ្រប់យ៉ាងម្នាក់ឯងទាំងទីផ្សារទាំងការលក់ទាំងការគ្រប់គ្រងអីទាំងអស់ម្នាក់ឯងនោះកាន់តែលំបាកសម្រាប់យើងវាធ្ងន់មែនទែនពេលខ្លះវាคล้ายទៅជាភាពតឹងតែងសម្ពាធនៅក្នុងអារម្មណ៍ចឹងជំនាញទុន2ថ្ងៃហ្នឹងនឹងជួយឲ្យបងប្អូនច្បាស់ពីខ្លួនឯងច្បាស់ពីរបៀបនៅក្នុងការបំពេញការងារច្បាស់ពីជំហរអាជីវកម្មរបៀបនៅក្នុងការដោះស្រាយបញ្ហាហើយទំនុកចិត្តទៅលើខ្លួនឯងកាន់តែខ្លាំងហើយហ៊ានប្រឈមជាមួយនឹងស្ថានភាពនៅក្នុងពេលបច្ចុប្បន្ននៅពេលដែលអ្វីៗមិនច្បាស់លាស់តើយើងទៅមុខទៀតដោយរបៀបណាដោយក្តីសង្ឃឹមដោយភាពរឹងមាំដោយគោលដៅច្បាស់លាស់មិនថាជាអ្នកធ្វើការអ្នកដែលប្រកបរបរអាជីវកម្មឬក៏ជាអ្នកធ្វើការឲ្យម្ចាស់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាអរគុណចាប់អារម្មណ៍ចុះឈ្មោះឥឡូវនេះយើងមានកញ្ចប់ថវិកាចេញលុយឲ្យបងប្អូនរៀនចាពីមូលនិធិអភិវឌ្ឍជំនាញអរគុណច្រើន